រាត្រីសួស្តីមិត្តអ្នកសិក្សាភាសាខ្មែរជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកផ្នែកមួយនៃអក្សរសាស្ត្រមកបង្ហាញគឺសូរដូចនឹងពាក្យពីរការរៀបរៀងឡើងមានវត្ថុបំណងសំខាន់5យ៉ាងទី1ជួយសម្រួលដល់អ្នកសិក្សាទាំងឡាយទី2ជួយកាត់បន្ថយការសរសេរខុសទី3ចង់ចែករំលែកដល់អ្នកនិយមអក្សរសាស្ត្រខ្មែរទី4ចង់ពញាក់ស្មារតីកូនខ្មែរចំពោះអក្សរសាស្ត្រជាតិទី5ចង់រំលឹកគុណចំពោះដូនតាខ្មែរអ្នកប្រាជ្ញបណ្ឌិតដែលបានបន្សល់ទុកអក្សរសាស្ត្រខ្មែរដែលជាដួងព្រលឹងជាតិដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាដូចតទៅសូរដូចនឹងពាក្យពីរមាន3ទី1ពីរជាអាយតនិបាតជាចំណងធ្នាក់មានន័យថាអំពីខាងឬឯឧទាហរណ៍សុភាពនិយាយពីកុមារភាពសុជាតិមកពីខេត្តសៀមរាបទី2ថ្នាក់ពាក្យជាបកតិសង្ខាឬជាគុណនាមចំនួនមានន័យថាមួយគូបគ្នាគឺ1និង1ឧទាហរណ៍សុមេតមានអាយុ2ឆ្នាំ2ឆ្នាំកន្លងផុតទៅយ៉ាងលឿនទី3មានន័យថាថ្នាក់ពាក្យជានាមមានន័យថាឈ្មោះរបស់មនុស្សបង2ទៅសាកលវិទ្យាល័យតា2មានកូនច្រើនដូច្នេះសូមសរុបជាខ្លី2មាន3ទី1ថ្នាក់ពាក្យជានិបាតស័ព្ទមានន័យថាអំពីខាងឬឯពាក្យទី2មានរមានន័យថាជាបកតិសង្ខាជាគុណនាមចំនួនមានន័យថាមួយគូបគ្នាគឺ1និង1 2ថ្នាក់ពាក្យជានាមមានន័យថាឈ្មោះរបស់មនុស្សអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកជាពិសេសសូមអរគុណចំពោះឧបាសិកាឈឹមលេងនិងឧបាសកខាន់រឿននៅព្រៃក្របៅលោកតែងជួយឧបត្ថម្ភដល់កម្មវិធីសិក្សាភាសាខ្មែរនេះសូមជូនពរឧបាសកនិងឧបាសិកាបានសេចក្តីសុខចម្រើននិងសម្រេចអ្វីៗដោយចិត្តប៉ងប្រាថ្នារាត្រីសួស្តីសូមជម្រាបលាអក្សរសាស្ត្រជាដួងព្រលឹងជាតិ